តាំងពីប្រទេសយើងចាប់ផ្ដើមមានបញ្ហាសង្គ្រាមជាមួយថៃមកខ្ញុំសប្បាយចិត្តច្រើនដោយឃើញមានភាពផុសផុលនៅក្នុងសង្គមយើងជាពិសេសអ្នកមានគាត់ចាប់ផ្ដើមងាកទៅវិនិយោគក្នុងការបង្កើតពង្រីកសម្បត្តិផលិតកម្មនៃផលិតផលក្នុងស្រុកបានច្រើនជាងមុននឹងគឺជាចំណុចវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចជាតិកម្ពុជាយើងទៅថ្ងៃអនាគតប៉ុន្តែខ្ញុំឃើញមានអ្នកមានមួយចំនួនកំពុងតែធ្វើប្រទេសផ្ដាស់ដោយទៅជួលរោងចក្រសហគ្រាសនៅឯបរទេសផលិតផលដែលប្រើវត្ថុធាតុដើមកសិកម្មហើយវាយអក្សរខ្មែរហើយនាំចូលមកលក់នៅក្នុងប្រទេសអាហ្នឹងមិនមែនផលិតផលខ្មែរទេណានោះគឺជាផលិតផលនាំចូលទោះជាមានអក្សរខ្មែរក៏ដោយតែវាអត់បានចំណេញអ្វីដល់សេដ្ឋកិច្ចប្រទេសជាតិយើងទេពាក្យថាផលិតផលខ្មែរវាលុះត្រាតែផលិតផលនោះមានរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាដោយមិនខ្វល់ថាម្ចាស់វិនិយោគនោះគឺជាជនជាតិអ្វីទេយើងអត់និយាយថាអ្នកវិនិយោគដែលបង្កើតរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជានោះជាជនជាតិអ្វីទេជនជាតិអីក៏ជនជាតិទៅឲ្យតែអ្នកឯងមកបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជាប្រមូលទិញផលិតផលកសិកម្មរបស់ប្រជាកសិករខ្មែរជួលជនជាតិខ្មែរនៅក្នុងប្រទេសធ្វើការនៅក្នុងរោងចក្រនោះផ្ដល់ការងារឲ្យប្រជាជនខ្មែរអានឹងចេញមកផលិតផលខ្មែរទោះជាអ្នកឯងអត់ទៅសេអក្សរខ្មែរនៅលើផលិតផលហ្នឹងក៏នោះជាផលិតផលខ្មែរដែរឲ្យច្បាស់អញ្ចឹងណាវាអត់ពាក់ព័ន្ធរឿងថាមានអក្សរខ្មែរនៅលើផលិតផលហ្នឹងទេបើសិនជាអ្នកនឹងផលិតនៅប្រទេសចិននៅប្រទេសកូរ៉េនៅបណ្ដាប្រទេសណាមួយក្នុងពិភពលោកហើយអ្នកនឹងថាអ្នកនឹងជាជនជាតិខ្មែរទៅចុះណាគាត់គឺជាខ្មែរនិយាយខ្មែរច្បាស់ចេះក៏ប៉ុន្តែគាត់អត់បានផ្ដល់ការងារឲ្យជនជាតិខ្មែរខ្លួនឯងនៅក្នុងប្រទេសគាត់អត់បានជួយទិញផលិតផលកសិកម្មរបស់កសិករខ្មែរផងហ្នឹងគាត់ជួយកសិករនៅបរទេសតាឥឡូវខ្ញុំនិយាយឧទាហរណ៍ថាយើងចង់ធ្វើស្ពៃជ្រក់ស្ពៃកំប៉ុងលក់នៅក្នុងប្រទេសកម្ពុជាប៉ុន្តែដល់យើងទៅបើករោងចក្រនៅប្រទេសកូរ៉េអញ្ចឹងយើងទៅទិញស្ពៃពីណាមិនទិញស្ពៃរបស់កសិករកូរ៉េមិនមែនទិញស្ពៃកសិករខ្មែរទេហើយយើងជួលអ្នកណាមិនជួលប្រជាជននៅក្នុងប្រទេសកូរ៉េឲ្យធ្វើការមិនឲ្យប្រាក់ខែគេអញ្ចឹងយើងដើរតួជាអីអាកន្លែងហ្នឹងយើងមិនមែនសហគ្រិនទេគ្រាន់តែជាឈ្មួញដែលមានលុយហើយទៅទិញផលិតផលបោះដុំយកមកលក់ដូចអ្នកនាំចូលផ្ដាច់មុខអញ្ចឹងដូច trader អញ្ចឹងគ្រាន់តែនាំចូលផ្ដាច់មុខនៅផលិតផលមួយប្រភេទដែលមានឈ្មោះរបស់ខ្លួនឯងអាហ្នឹងអត់បានជួយអីទេអញ្ចឹងចែកគ្នាឲ្យដាច់ណាហើយកុំផ្សព្វផ្សាយពាណិជ្ជកម្មបែបបំពុលខ្ញុំផ្ដាំមួយកុំផ្សាយពាណិជ្ជកម្មក្នុងទម្រង់បំភ្លៃខ្ញុំដឹងថាមានជនជាតិខ្មែរច្រើននៅរៀងឆោតគាត់អត់ទាន់ចេះគិតអីច្រើនទេឲ្យតែអ្នកមានមុខមាត់មានអំណាចមានរូបស្អាតអីហ្នឹងគេផ្សាយពាណិជ្ជកម្មបងប្អូនជួយគ្រប់គ្រងនេះផលិតផលខ្មែរស្អីនាំពីបរទេសមកលក់ហ្នឹងមិននិយាយផលិតផលខ្មែរអាហ្នឹងបន្លំណាទោះជាលក់10ឆ្នាំ20ឆ្នាំទៅមុខទៀតក៏ប្រទេសជាតិយើងអត់រីកចម្រើនដែរព្រោះអ្នកឯងជញ្ជូនលុយរបស់ជនជាតិខ្មែរខ្លួនឯងចេញទៅបរទេសអ្នកឯងកំពុងដើរតួជាអ្នកជួយជំរុញសេដ្ឋកិច្ចបរទេសកុំមកអួតតែខ្លួនឯងជាផលិតករអត់អញ្ចឹងទេដូចខ្ញុំដឹងនៅក្នុងវិស័យនេះច្បាស់ដើម្បីបង្កើតរោងចក្រសហគ្រាសមួយផលិតដោយខ្លួនឯងបានក្នុងផលិតផលមួយប្រភេទតម្រាំតែផលិតផលមកកោតវាដើរទៅពិបាកណាអត់ស្រួលទេណាមានបញ្ហាសពគ្រប់បែបយ៉ាង20ឆ្នាំហ្នឹងតំដើរបានប្រហែលកោតហ្នឹងតំបានរលូនទៅអានេះមិនទាន់បានប្រហែលខែផងចេញផលិតផលឡង10 20កោតដាក់លក់នៅលើទីផ្សារហើយម្ចាស់ហ្នឹងឃើញតែបង្ហោះ Facebook ឃើញតែដ្រាម៉ាហ្នឹងអត់ដែលឃើញទៅធ្វើអីដែលពាក់ព័ន្ធទៅនឹងការពិសោធន៍ការស្រាវជ្រាវការធ្វើតេស្តអីពាក់ព័ន្ធនឹងផលិតផលរបស់ខ្លួនឯងផងហ្នឹងអញ្ចឹងខ្ញុំនិយាយនេះអត់មានបំណងទៅរោរឿងឆ្លោះខ្ញុំអត់ចង់សន្សំរឿងជាមួយអ្នកណាទេពាក់ព័ន្ធនឹងបញ្ហាអស់នេះប៉ុន្តែឃើញវាដូចជាគេហៅថាអញ្ញៃមើលទៅអត់មានសណ្ដាប់ធ្នាប់ហើយអ្នកបន្លំក៏ច្រើនអ្នកអត់សូវយល់ដឹងអីហើយច្រឡំហ្នឹងក៏វាច្រើនអញ្ចឹងហើយខ្ញុំចង់និយាយចាសូមកុំបន្លំខ្មែរគ្នាឯងហើយខ្មែរសូមឆ្លាតវៃឡើងកុំឲ្យគេបោកសម្រាប់ផលិតផលនាំចូលទាំងឡាយណាដែលប្រើប្រាស់វត្ថុធាតុដើមកម្រដែលមិនមាននៅក្នុងប្រទេសកម្ពុជាខ្ញុំអត់និយាយទេឧទាហរណ៍ដូចជាគ្រឿងចក្រគ្រឿងម៉ាស៊ីនធំឡានម៉ូតូគ្រឿងអគ្គិសនីទូរស័ព្ទអីហ្នឹងយើងអត់និយាយទេពីព្រោះវត្ថុធាតុដើមរបស់វាគឺជាប្រភេទរ៉ែកម្រអាហ្នឹងយើងមិនអត់មានយើងត្រូវនាំចូលប៉ុន្តែផលិតផលវិចខ្ចប់តទៅនឹងចំណីអាហារណាដូចជាអាហារកំប៉ុងអាហារកញ្ចប់អីឬក៏គ្រឿងសម្អាងធម្មជាតិសពបែបយ៉ាងដែលប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលក្នុងប្រទេសកម្ពុជាយើងក៏មានដែរនោះយើងមិនគួរនាំចូលពីបរទេសមកលក់ច្រើនពេកទេហើយបើសិនយើងមិនដឹងថាយើងចាក់ដើមពីណាទៅណានាំចូលក៏នាំសិនចុះក៏ប៉ុន្តែនៅពេលដែលយើងសន្សំលុយកាក់បានច្រើនមានថវិកាហើយគួរតែចាប់ដើមកសាងចាក់គ្រឹះនៅក្នុងប្រទេសខ្លួនឯងដោយការផលិតហើយខ្ញុំនិយាយឧទាហរណ៍ដូចជាគ្រឿងសម្អាងមានអ្នកខ្លះឲ្យតម្លៃគ្រឿងសម្អាងពីប្រទេសកូរ៉េពីប្រទេសនេះប្រទេសនោះថាវាល្អអញ្ចេះមួយតាមការពិតវត្ថុធាតុដើមដែលយកទៅប្រើនៅក្នុងការផលិតអាគ្រឿងសម្អាងល្អអស់ហ្នឹងក្នុងប្រទេសកម្ពុជាក៏មានដែរហើយមានច្រើននៅថោកទៀតច
ជួនកាលយើងមិនដឹងថារបស់នឹងមានគុណប្រយោជន៍ដល់កម្រិតណាឈូសចោលដូចស្មៅអីចឹងឈូសចោលហ្មងដោយសារគ្មានចំណេះដឹងគ្មានអ្នកជួយណែនាំគ្មានអ្នកប្រាប់ហើយអ្នកដែលដឹងមានអ្នកដឹងច្រើនណាស់អ្នកដែលដឹងក៏ពេលមិនចង់និយាយក៏ពេលមិនចង់បង្ហើបពីព្រោះគេដឹងថាទោះជានិយាយទៅប្រាប់ទៅក៏គ្មានអាណាគេធ្វើដែរអញ្ចឹងហើយតាមហ្នឹងអញ្ចឹងទៅដូចខ្ញុំអត់ដែលបានអស់លុយអស់កាក់នឹងការទិញគ្រឿងសម្អាងពីបរទេសពីស្អីរបស់អីខ្លៃៗអីយកមកប្រើមិនដែរទេប្រើតែស្អីដែលយើងផលិតដោយខ្លួនឯងរបស់នឹងងាយរកសម្បូរហូរហៀហើយស្រួលធ្វើយកមកប្រើយកមកញ៉ាំដូចជាអាហារប្រចាំថ្ងៃជួនកាលយកមកលាបលើស្បែកលើមុខអីបន្តិចបន្តួចហ្នឹងគឺជារបស់ដែលស្រួលរកបំផុតនៅក្នុងស្រុកភូមិក្បែរផ្ទះរបស់យើងហ្នឹងអត់ដែលបានទៅទិញទេអត់ដែលចំណាយលុយឲ្យអស់លុយច្រើនទៅលើគ្រឿងសម្អាងអីដែលគេល្បីពីបរទេសមកគេថានេះល្អអញ្ចេះមួយដុំមួយអីគឺខ្ញុំមិនដែលជ្រើមតាមអ្នកណាទាំងអស់ពួកខ្ញុំយល់ពី business concept របស់ពួកអ្នកជំនួញច្បាស់ណាស់ខ្ញុំស្គាល់យុទ្ធសាស្ត្រ marketing របស់ពួកគេច្បាស់ណាស់របៀបដែលគេធ្វើដើម្បីលុបផលិតផលមកប្រភេទបានគេធ្វើរបៀបម៉េចចាអញ្ចឹងសូមបងប្អូនដែលមានបេះដូងក្នុងការជួយប្រទេសជាតិតាមរយៈការផលិតសូមអង្វរទៅណាបើសិនជាយើងព្រមនឹងផលិតរបស់ប្រើប្រាស់ចាំបាច់ដែលប្រើវត្ថុធាតុដើមកសិកម្មហើយមិនខ្លាចខ្មាស់គេថាអូយខ្ញុំអត់មានលទ្ធភាពទៅឡើងរោងចក្រពីខ្នាតធំមិនបាច់ទេសិប្បកម្មទៅបានណាសិប្បកម្មទូចជាកូនរោងអីមួយទៅហើយទិញម៉ាស៊ីនតូចល្មមទៅជួលបុគ្គលិក2 3នាក់ប្រហែលអ្នកដំបូងឲ្យដើរឲ្យទៅបន្តិចសិនទៅនៅពេលដែលយើងចាប់ផ្ដើមដើរទៅមុខទៅពេលហ្នឹងនឹងមានអ្នកចូលមកជួយហើយមិនខ្វះទេអង្គការសមាគមអ្នកដែលគេមានលុយមានកាក់ហើយគេចង់ជួយគេនឹងមកពេលហ្នឹងគេមើលឃើញគេនឹងមកជួយយើងហើយតែបើសិនយើងអត់ហើយយើងរងចាំថាតលតែមានច្រើនបើកឲ្យទៅជារោងចក្រខ្នាតធំសិនបើអាចធ្វើបានពិបាកវាទៅអត់រួចទេវាទូលដូចជាយើងលើករបស់ដ៏ធ្ងន់មួយក្នុងពេលតែម្ដងហ្នឹងលើកអាចបាក់ចកេះតែបើយើងលើកម្ដងតិចយើងអាចទៅបានពួកយើងភាគច្រើនខ្ញុំជឿថាជឿលើច្បាប់កម្មផលមែនទេ The law of karma យើងជឿលើច្បាប់កម្មផលនៅក្នុងទ្រឹស្ដីនៃអាជីវកម្មបើសិនជាយើងរៀននៅក្នុង Faculty of Business ឆ្នាំទី4នឹងមានមេរៀនមួយនៅក្នុងឆ្នាំទី2ដែលគេបង្រៀនអំពីសិលធម៌ក្នុងការធ្វើអាជីវកម្មពីឆ្នាំទី1រហូតដល់ទី3គេបង្រៀនអំពីវិធីរកស៊ីចូលដល់ឆ្នាំទី4អាឆមាសចុងក្រោយហ្នឹងវាមានមេរៀនមួយរៀនមកឆមាសគឺ Business Ethics រៀនអំពីអភិសមាជធុរកិច្ចអំពីថាតើនៅពេលដែលយើងចេញទៅរកស៊ីយើងត្រូវមានសិលធម៌អ្វីខ្លះហើយមិនមែនតែនៅក្នុងមហាវិទ្យាល័យពាណិជ្ជកម្មទេអាហ្នឹងមាននៅក្នុងគ្រប់មហាវិទ្យាល័យផ្សេងទៀតរៀនច្បាប់ចុងក្រោយក៏គេបង្រៀនអំពីសិលធម៌នៃមេធាវីដែរទៅរៀនវិជ្ជាបណ្ឌិតចុងបញ្ចប់មុននឹងចេញទៅធ្វើគ្រូពេទ្យក៏គេបង្រៀនអំពីសិលធម៌នៃគ្រូពេទ្យដែរថាចេញទៅរកស៊ីទៅធ្វើការងារឯងថាមានសិលធម៌អីខ្លះចឹងអូខេ Business Ethics ស្របនឹងច្បាប់កម្មផលរបស់ព្រះពុទ្ធហេតុអីបានជាយើងរកស៊ីយើងត្រូវគោរពសិលធម៌ងាយយល់ថាត្រូវកាន់សិលជាអ្នករកស៊ីត្រូវកាន់សិលដែរប្រសិនបើយើងអត់កាន់សិលយើងនឹងបរាជ័យនៅក្នុងអាជីវកម្មយើងអាចនឹងបូមប្រាក់ចំណេញបានលឿនបានច្រើនក្នុងរយៈពេលដំបូងខ្លីៗបើសិនជាយើងទៅបោកប្រាស់គេយើងក៏ហក់គេយើងធ្វើឲ្យគេមានទុកទោសដោយសារផលិតផលរបស់យើងដោយសារយុទ្ធសាស្ត្រទីផ្សារដ៏ខ្មៅកខ្វក់របស់យើងដោយសារវិធីកុហកបោកប្រាស់ផ្សេងខ្ញុំអត់ដឹងទេវាអាចធ្វើឲ្យយើងនឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លីអញ្ចឹងមែនក៏ប៉ុន្តែវានឹងបំផ្លាញយើងវិញនៅពេលណាមួយខាងមុខហើយនៅពេលដែលកម្មនឹងវាបកមកបំផ្លាញយើងវិញយើងអត់មានលើឡើងវិញរួចទេគឺពិបាកមែនតើពីព្រោះយើងបានធ្វើឲ្យខូចគេឈ្មោះខូចស្លាកយីហោនៃផលិតផលរបស់យើងទោះបីជាងើបទៅបើកមុខរបរថ្មីដូរឈ្មោះដូរយីហោតែគេស្គាល់កាចៅរបស់យើងគេស្គាល់គេដឹងថាមនុស្សនឹងធ្លាប់កុហកគេបោកប្រាស់គេអញ្ចឹងទោះជាមុខដដែលទៅបើកក្រុមហ៊ុនថ្មីឈ្មោះថ្មីក៏គេនៅតែដឹងតទៅអុកមុខដូរឈ្មោះដូរសលេងដូរទាំងចរិតនឹងទៀតអានឹងបានអាចកុហកគេជាលើកទី2បានក៏ប៉ុន្តែកម្រមានស្ទើរតែគ្មានដូច្នេះនៅក្នុងការរកស៊ីគោរពអ្នកដតីគោរពអាយុជីវិតរបស់អ្នកដតីឲ្យដូចដែលយើងចង់ឲ្យអ្នកដតីគោរពអាយុជីវិតយើងដែរយើងចង់រស់អាយុវែងសុខសប្បាយគេក៏ដូចគ្នាដែរដូច្នេះបើយើងលក់ផលិតផលឲ្យគេប្រើបណ្ដាលឲ្យខូចសុខភាពរបស់គេបណ្ដាលឲ្យគេស្លាប់ក្នុងរយៈពេលខ្លីធ្វើឲ្យគេមានទុក្ខវេទនាក្រោយពេលប្រើប្រាស់ផលិតផលរបស់យើងនឹងយើងនឹងទទួលបាបកម្មតាមហ្នឹងហើយកុំភ្លេចណារកស៊ីក៏ត្រូវការសិលដែរហើយមិនបាច់ចាំសិលកម្រិតខ្ពស់ដូចបុគ្គចិត្តដូចអីទេសិល5ទៅបានហើយកុំទៅកុហកបោកប្រាស់គេកុំទៅកេងប្របាញ់ធ្វើអីដែលប៉ះពាល់ទៅដល់សេចក្តីសុខរបស់គេមានន័យថានិយាយគ្នាតទល់ចំពោះមុខនិយាយឲ្យហើយឧបមាថាផលិតផលហ្នឹងលក់ក្នុងចំនួនប៉ុណ្ណឹងមួយដុំប៉ុណ្ណឹងថ្លៃប្រហែលទៅជែកគ្នាឲ្យហើយទៅឲ្យច្បាស់កុំអាចបើកប្រអប់មកស្រាប់តាអាប្រអប់ប៉ុណ្ណឹងអាផលិតផលក្នុងទូចប៉ុណ្ណេះឬក៏ផលិតផលវាធំដែរក៏ប៉ុន្តែវាមានលាយទៅដោយសារជាតិអ្វីផ្សេងផ្ដេសផ្ដាស់ដែលបង្កការខូចខាតដល់អ្នកប្រើប្រាស់ហើយនៅក្នុង
ប្រទេសយើងតាមការពិតទៅខ្ញុំដឹងវាមាន consumer protection law ដែរមានអត់ទេច្បាប់ការពារអ្នកប្រើប្រាស់ consumer protection law ច្បាប់ការពារអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយក៏ប៉ុន្តែនៅក្នុងប្រទេសយើងហាក់ដូចជាមិនសូវមានអាជ្ញាធរមានសមត្ថកិច្ចណាគេអើពើអំពីច្បាប់មួយហ្នឹងទៅធ្វើឲ្យឈ្មួញទុច្ចរិតឈ្មួញខលខូចជាច្រើននៅតែអាចធ្វើបាបប្រជាជនបាទធ្វើបាបអតិថិជនរបស់ខ្លួនឯងនឹងរាប់មិនអស់រយៈកាលយូរឆ្នាំកន្លងហើយដោយគ្មានអន្តរាគមន៍ផ្លូវច្បាប់អីជាដុំកំភួនពីច្បាប់មួយហ្នឹងណាដូច្នេះក៏សូមសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចសូមឆ្កឹះសើរើច្បាប់មួយហ្នឹងយកមកប្រើផងច្បាប់ការពារអ្នកប្រើប្រាស់មិនមែនអ្នកប្រើប្រាស់នឹងអាចការពារខ្លួនបានទេណាក្នុងនាមជាអ្នកគ្រប់គ្រងអ្នកដឹកនាំយើងអត់អាចនិយាយថាអ្នកឯងទិញមិនចេះមើលខ្លួនឯងទេអត់ទៅសម័យឥឡូវគេមានម៉ាស៊ីនសម្រាប់លាងគីមីដល់មិនទិញម៉ាស៊ីនហ្នឹងយកទៅលាងទៅ no នោះមិនមែនជាសម្ដីនៃអ្នកដឹកនាំដែលមានការទទួលខុសត្រូវទេយើងត្រូវមានក្រុមមនុស្សមួយក្រុមដែលមានជំនាញក្នុងការត្រួតពិនិត្យសារធាតុគីមីលើចំណីអាហារចុះត្រួតពិនិត្យនៅតាមទីផ្សារនានាហើយនៅពេលដែលចាប់បានអ្នកណាដែលប្រព្រឹត្តល្មើសផ្ទុយទៅនឹងច្បាប់ហ្នឹងត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ហើយកុំឲ្យមានអំពើពុករលួយកើតឡើងនៅក្នុងអំឡុងពេលបដិបត្តិច្បាប់អាជ្ញាសិទ្ធិទាំងអស់នោះតែមានអំពើពុករលួយកើតឡើងហើយមនុស្សអត់ខ្លាចច្បាប់ទេជនល្មើសនឹងនៅតែបន្តប្រព្រឹត្តល្មើសព្រោះគេដឹងថាបើសុកលុយប៉ូលីសទៅអស់តែប៉ុណ្ណេះរួចខ្លួនបានណាហើយបលក់ដាក់អាថ្នាំគីមីនឹងឲ្យគេទៅវាចំណេញបានច្រើនហើយបើប៉ូលីសចាប់បានសុកប៉ូលីសឲ្យប៉ូលីសប៉ុណ្ណេះទៅអញរួចខ្លួនមកវិញណាអញ្ចឹងមនុស្សអត់ខ្លាចច្បាប់ទេអានសុកលុយអញ្ចឹងទៅចេញមកវិញលក់បន្តទៀតសម្រាប់អាយុជីវិតអ្នកដទៃបន្តទៀតដូច្នេះបើយើងចង់ឲ្យសង្គមរបស់យើងមានសេចក្តីសុខទាំងអស់គ្នាតើតែយើងអនុវត្តច្បាប់ឲ្យបានតឹងរឹងណែប្រយ័ត្នបាបអ្នកប្រព្រឹត្តអំពើពុករលួយខ្ញុំប្រាប់កុំឆ្ងាញ់នឹងការស៊ីសនុកសោកប៉ាន់ហ្នឹងពេកប្រយ័ត្នវាបាបយ៉ាងម៉េចឧទាហរណ៍យើងដោះលែងឈ្មួញខលខូចដែលលួចដាក់សារធាតុគីមីនៅក្នុងចំណីអាហារហើយលក់នៅលើទីផ្សារយើងចាប់គេបានយើងដឹងតែគេមានទោសហើយទោសនេះស្មើទោសសម្រាប់មនុស្សអាដាក់ថ្នាំគីមីឲ្យគេយកទៅបរិភោគធ្វើគេស្លាប់ហ្នឹងណាហើយយើងដឹងច្បាស់ណាស់តែយើងទទួលលុយសំណូករបស់គេយើងដោះលែងគេទៅដូច្នេះឈ្មួញទុច្ចរិតហ្នឹងពេលដែលចេញទៅវិញសួរថាអ្នកនឹងដឹងខ្លួនខុសហើយតកែខ្លួនឈប់ដាក់គីមីឯងគ្មានផ្លូវទេនៅតែដាក់អញ្ចឹងឯងហើយលក់ទៀតអញ្ចឹងដល់ពេលលក់ទៅយូរទៅប៉ូលីសខ្លួនឯងហ្នឹងឯណាហូបប៉ះរបស់គីមីហ្នឹងកុំគិតថាខ្លួនឯងអាចគេចផុតទៅវាគង់តែពេលណាមួយខ្លួនឯងនឹងហូបប៉ះដែរឬក៏កូនខ្លួនឯងប្រពន្ធខ្លួនឯងម្ដាយខ្លួនឯងសាច់ញាតិបងប្អូនខ្លួនឯងព្រោះមនុស្សទាំងអស់ហ្នឹងរស់នៅក្នុងសង្គមជាមួយគ្នាហ្នឹងណានៅក្រៅមេឃលើដីនៅក្នុងសង្គមរួមគ្នាហ្នឹងអាចគេចផុតទេគេចអត់ផុតទេដូច្នេះបើយើងចង់រស់ឲ្យមានសេចក្តីសុខយើងត្រូវអនុវត្តច្បាប់ឲ្យបានមើលម៉ាត់ចាប់បានអត់មានយកលុយគេដោះលែងគេទេដាក់ទោសអ្នកហ្នឹងឲ្យធ្ងន់ទៅនៅក្នុងច្បាប់ត្រូវពីដីអ្នកហ្នឹងប្រហែលត្រូវជាប់គុកឬក៏ត្រូវធ្វើអីមួយដើម្បីឲ្យអ្នកហ្នឹងរៀងពេលចេញមកវិញលែងហ៊ានប្រព្រឹត្តអំពើហ្នឹងអាហ្នឹងបានសង្គមយើងអាចទទួលបានសេចក្តីសុខតែងាប់ទាំងអស់គ្នាហ្នឹងតែគេទាំងយើងទាំងលោកប៉ូលីសដែលដោះលែងគេហ្នឹងក៏គង់មានថ្ងៃដែរទេអាហ្នឹងច្បាប់កម្មផលណាយើងប្រព្រឹត្តអំពើពុករលួយស៊ីសនុកសុកប៉ាន់ស្មើនឹងយើងខົບខិតនៅក្នុងអំពើសម្លាប់មនុស្សដែរ